ចឹងសួរតើតែយើងអ្នកជំនាន់ក្រោយអ្នកសិក្សាអ្នកយល់ដឹងអ្នកធ្វើកិច្ចការទាំងអស់នឹងត្រូវធ្វើអ្វីដើម្បីចងចាំគឺរៀនបើមិនរៀនមិនចងចាំទេបើមិនចងចាំហើយមិនគិតមិនដាក់នៅក្នុងគំនិតទេគឺមិននៅបន្តទៀតទេចប់ពេលនេះអស់ពេលនេះទោះបីខ្ញុំសម្បូរមន្តរាខំប្រឹងឲ្យសិស្សរបស់ខ្ញុំធ្វើការពិចារណាគិតប៉ុណ្ណាក៏ដោយក៏វាគ្មានប្រយោជន៍ដែរបើគ្មានការបង្កើតនៅចរន្តចងចាំបន្តវេនចរន្តចងចាំបន្តវេនបើគ្មានយុវវ័យរបស់យើងជាអ្នកយកចិត្តទុកដាក់ទេយើងមិនមានការផ្នត់កត់ទុកនៅក្នុងខួរក្បាលទេយើងអត់មានរសល់ទេក្រដាស់ដែលយើងបានដាក់នេះដូចជាក្រដាស់ដាក់លើធ្នើតែគ្មានអ្នកអានសូមជម្រាបថាក្រដាស់ដាក់លើធ្នើគ្មានអ្នកអានគ្មានប្រយោជន៍ទេវាត្រូវតែមានអ្នកអានហើយបើមានអ្នកអានត្រូវតែប្រើខួរក្បាលអញ្ចឹងត្រូវស្ដាប់គិតកត់ត្រូវអានគិតកត់ត្រូវមើលគិតកត់ហើយខ្ញុំសូមអធិស្ឋានជម្រាបទៀតណាបើសិនខ្ញុំនិយាយទៅពាក្យថាវាអាក្រក់បន្តិចយើងឈប់នាំគ្នាណាធ្វើភ្នែកងងឹតយើងឈប់នាំគ្នាគោយើងឈប់នាំគ្នាថ្លង់ពីអាក្រក់ដែលខ្ញុំតែនិយាយនោះគឺកុំខ្វាក់កុំគោកុំថ្លោះយើងនាំគ្នាខំប្រឹងដើម្បីបង្កើតនៅចរន្តនៃឥន្ទ្រីយអារម្មណ៍របស់យើងនឹងឲ្យចូលទៅក្នុងខួរក្បាលដើម្បីយើងគិតថាអ្វីវាកើតឡើងព្រោះប្រវត្តិសាស្ត្រកើតឡើងក្នុងអតីតកាលមែនក៏ប៉ុន្តែវាជាឈ្នប់ដើម្បីឲ្យយើងបច្ចុប្បន្នកាលកសាងគំនិតគិតដើម្បីអនាគតកាលហើយបើយើងនៅតែមិនបានយកចិត្តទុកដាក់អំពីឈ្នប់ទាំងនោះយើងគិតពីយមវិទ្យាអាណិតគិតពីភ័យពីព្រួយហើយយើងអត់បានធ្វើអ្វីទាំងអស់នោះមិនបានសិក្សារៀនសូត្របន្តវេនយើងនឹងបាត់បង់